រងចាំបន្តិចហេតុអ្វីខ្ញុំមិនដែលកត់សម្គាល់រឿងនេះពីមុនមកមានរឿងជាច្រើនលាក់ទុកក្នុងភ្នែករបស់អ្នកស្រមោលដើមឈើមិនឆ្ងាយប៉ុន្មានទេក្នុងគំនិតខ្ញុំសៀវឆេងសេងសម្លឹងមើលគាត់ដោយត្រជាក់ពេលកំពុងមើលឈុតឆាកនេះខ្ញុំបានឃើញសៀវយុនសកម្មភាពស្និទ្ធស្នាលរបស់ខ្ញុំហាញ់ការគួរតែមានអារម្មណ៍ថាទទួលបានជោគជ័យសប្បាយចិត្តណាស់តែមានអារម្មណ៍ថាដូចជាមានអ្វីមួយកំពុងមានអ្វីមួយបិទបាំងភាពជូរចត់វាមិនគួរឲ្យជឿទេដែលឈៀវយ៉ាន់អ្នកពិតជានេះពិតជាធ្វើឲ្យខ្ញុំខកចិត្តនិងសោកសៅណាស់នៅក្នុងការសិក្សាក្លិនក្រអូបកាន់តែខ្លាំងឡើងយុនបានលះបង់ព្រះអង្គម្ចាស់រីកទីយឺតទាំងស្រុងនាងកាន់ដៃខ្ញុំតាមរបៀបជាក់លាក់មួយភ្នែកនិងស្មាដែលមិនធ្លាប់មានពីមុនមកមីងលីងអ៊ឺដែលធ្លាប់តែស្និទ្ធស្នាលនឹងខ្ញុំខ្លាំងថ្ងៃនេះមានតែពេលនោះទេទើបខ្ញុំដឹងថាពណ៌ក្រហមពិតជាអ្វីសូមព្រះអង្គទ្រង់ជ្រាបនេះគ្រាន់តែជារឿងបន្តិចបន្តួចប៉ុណ្ណោះនេះជាអ្វីដែលខ្ញុំចង់និយាយឥទ្ធិពលនៃក្លិនក្រអូបទឹកថ្នាំអាចត្រូវបានផ្លាស់ប្ដូរវាហៀបនឹងចេញមកហើយប៉ុន្តែខ្ញុំបានលេបវាចូលវិញពេលដែលការពិតត្រូវបានលាតត្រដាងមិនត្រឹមតែខ្ញុំនឹងស្លាប់ទេឈៀវជេងក៏នឹងត្រូវជាប់ពាក់ព័ន្ធផងដែរក្មេងស្រីដែលមានស្មារតីមិនធ្លាប់មានបែបនេះពីមុនមកទេឆ្លងកាត់ច្បាប់ទាំងនោះបានយ៉ាងងាយស្រួលមីងមិនចង់បានការទទួលខុសត្រូវទាំងនេះទេពេលនោះហើយក្នុងការសិក្សាទ្វារត្រូវបានរុញបើកភ្លាមដោយឆេវឆេងគាត់ដើរចូលដោយមិនប្រយ័ត្នភ្នែកងឹតនិងស្រពេចស្រពើមួយបានស្រក់ចេញពីទ្វារតើអ្នកណាជាអ្នកស្នងមរតកស្របច្បាប់ដូនជីនិងបងប្រុសទី5ព្រះអង្គយាងមកដោយមិនបានអញ្ជើញព្រះអង្គឲ្យបើបងប្រុសខ្ញុំមិនបានមកទេខ្ញុំខ្លាចណាស់ដើម្បីអនុវត្តនៅក្នុងការសិក្សានេះឈីនឡានជាតួអង្គគួរឲ្យអស់សំណើចម្នាក់បើអ្នកមិនរមៀលមកទីនេះទេខ្ញុំនឹងឆ្លៀតឱកាសនាងបានអប់ខ្លួននៅក្នុងដៃរបស់សៀវយុនសាវចេងសិននិងសាវយុនសម្លឹងមើលគ្នាទៅវិញទៅមកការអប់ក្រសោបប្រទេសមួយការសម្លឹងមើលទៅក្នុងភ្នែកមួយអារម្មណ៍សាហាវមួយបានភ្លឺឡើងលើមុខរបស់គាត់បងប្រុសនាងគឺជាមនុស្សម្នាក់ដែលខ្ញុំឲ្យតម្លៃការនាំនាងចេញទៅបែបនេះមិនសមរម្យទេមែនទេនាងគឺជាដៃគូរបស់ព្រះនាងគាត់ក៏ជាអ្នកសង្គ្រោះរបស់បងប្រុសខ្ញុំដែរមុនពេលបងប្រុសរបស់នាងដឹងខ្លួនឡើងវិញតើនាងនៅណាកូននឹងមិនទៅដល់ភ្នែកមនុស្សទាំងពីរនាក់ទេពន្លឺលីលំគ្នានៅលើអាកាសដូចជាផ្កាភ្លើងហាដូចព្រួញខ្ញុំនឹងអនុញ្ញាតឲ្យអ្នកទូមូមិនបានសុំឲ្យអ្នកយកនាងទេបើគ្រូពេទ្យដែលជួយសង្គ្រោះជីវិតបាត់ទៅហើយពួកគេបានរកឃើញម៉ាន់ដាឡានៅខាងក្នុងលូតើអ្នកគិតថាខ្ញុំនឹងការពារអ្នកឬការពារបល្ល័ង្ករបស់ខ្ញុំអ្នកត្រូវតែសម្លាប់ខ្ញុំថាតើខ្ញុំបំបិតមាត់អ្នកឬអត់គឺអាស្រ័យលើថាតើអ្នកនៅតែមានភាពវៃឆ្លាតដែរឬទេមិនបានទាញយកអត្ថប្រយោជន៍ពីព្រះអង្គម្ចាស់ទី5នៅផ្ទះទេព្រះអង្គម្ចាស់នេះគឺជាការបញ្ច្រាស់នៃជីនិងឈាមលំហូរទឹកនេះត្រូវបានរំផលប៉ះពាល់ជាបណ្ដោះអាសន្នដោយភូមិចំណែកការធ្វើរោគវិនិច្ឆ័យបានបង្ហាញថាមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមានក្លិនអ្វីល្អវាហាក់ដូចជាច្រើនជាមួយគ្រឿងទេសដ៏មានតម្លៃមិនអាចបែងចែកនិងមិនអាចផ្ដល់បានសមាសភាពរាងកាយរបស់ទ្រង់ត្រូវបានចាត់ទុកថាជារបស់ព្រះអង្គម្ចាស់តែរត់តែមនុស្សពិសេសមួយខ្ញុំមិនអាចទ្រាំទ្រនឹងក្លិនក្រអូបនេះទេអ្នកបានរើសយកដោយសារផែនការជួយសង្គ្រោះជីវិតនៅតែបន្តនោះនឹងធ្វើឲ្យនាងបាត់បង់ការគ្រប់គ្រងឲ្យនាងឈួតទាំងស្រុងនៅក្នុងទីងឹតនៅក្រោមពន្លឺចង្គៀងសៀវឆេងនិងខ្សែត្បូងថ្មត្រូវបានតុបតែងលម្អយ៉ាងខ្លាំងដោយសូមឲ្យខ្ញុំពន្យល់រឿងនេះនៅលើតុហេតុអ្វីបានជាវាស្ថិតនៅក្នុងដៃរបស់ឈៀវយ៉ាន់សូមអនុញ្ញាតឲ្យខ្ញុំពន្យល់ពីមូលហេតុដែលរឿងនេះកើតឡើងនៅក្នុងដៃរបស់ឈៀវយ៉ាន់នោះគឺជានាងបានហែកវាចេញខណៈពេលដែលនាងសន្លប់ព្រះអង្គម្ចាស់ខ្ញុំពិតជាមិនមានបំណងឲ្យវាទៅនាងទេឈីនឡានខ្ញុំសង្កេតឃើញថាអ្នកកាន់តែមានរូបរាងគាត់កាន់តែពូកែសម្ដែងទៅតើនោះជាអ្វីដែលគាត់ចង់បានមែនទេកំពុងគិតចង់ទុកផ្លូវចេញឲ្យខ្លួនឯងពេលរៀបការប្រៀបធៀបទៅនឹងអធិរាជនីពេលអនាគតខ្ញុំមនុស្សឈួតនេះគ្មានអំណាចលើអ្នកទេខ្ញុំគ្រាន់តែចង់ឲ្យពុកម្ដាយខ្ញុំរស់នៅខ្ញុំមិនខ្វល់ពីអ្នកណាតតែសោះដោយសារតែអធិរាជមិនខ្វល់ខ្វាយបន្ទាប់មកសូមបញ្ជាក់វាមកខ្ញុំអំពីរបៀបដែលអ្នកនឹងបញ្ជាក់វាមីងសៀវយុនច្បាស់ជាភ្ញាក់ឡើងហើយខ្ញុំត្រូវការឲ្យអ្នកប្រើនាងប្រឆាំងនឹងខ្ញុំការលងស្នេហ៍របស់នាងជាមួយនឹងថ្មទឹកខ្មៅនោះបានតាក់ទាញនាងប្រគល់បន្ទាយប៊ីដេងនៅទីក្រុងប៉េកាំងចំនួនទាហានគឺជាខ្សែជីវិតរបស់នាងតើនាងអាចឲ្យវាមកខ្ញុំដោយរបៀបណានាងកំពុងស្ថិតនៅក្រោមឥទ្ធិពលរបស់វារួចហើយជាតិពុលនៃការលងស្នេហ៍នាងមិនខ្វល់ទេប្រសិនបើអ្នកគ្រាន់តែបើកមាត់របស់អ្នកខ្ញុំនឹងឲ្យអ្នកនៅអ្វីគ្រប់យ៉ាងប្រសិនបើខ្ញុំយកវាបើអ្នកមិនទទួលបានវាទេអ្នកនឹងមិនទទួលបានវាពីឪពុកម្ដាយរបស់អ្នកទេឆ្នាំនេះត្រូវបានប្ដូរទៅជាអាសេនិកបន្ទាប់ពីមួយខែចុះបើខ្ញុំមិនអាចទ្រាំទ្រនឹងការកកបានឆ្នាំពេទ្យឪពុកម្ដាយរបស់អ្នកនៅខែក្រោយខ្ញុំនឹងប្ដូរទៅប្រើអាសេនិកវិញមុខសង្ហាររបស់ឈៀវឆេងឥឡូវនេះពីការហើយមុខនៃការអត់ធ្មត់នៅក្នុងចិត្តខ្ញុំពន្លឺនៃសង្ឃឹមមួយត្រូវបានរលត់ទាំងស្រុងសៀវយុនភ្លឺស្វាងនិងស្រស់ស្អាតបានផ្អៀងទៅនឹងកង់ឡានដោយភ្នែកស្រទន់សម្លឹងមើលកៅអីសូមអញ្ជើញមកទីនេះហើយអនុញ្ញាតឲ្យមីងរបស់អ្នកមើលថែអ្នកឲ្យបានល្អតើផ្នែកខាងក្រោមរាងកាយរបស់ព្រះអង្គមានអារម្មណ៍ល្អប្រសើរឡើងស្រីម្នាក់នេះសមនឹងស្លាប់1000ដងហើយរឿងរបស់អ្នកទេវាគ្រាន់តែជាការលោភលន់របស់ខ្ញុំប៉ុណ្ណោះក្លិនក្រអូបបានទៅដល់លេងហ្គើរួចហើយឪពុកខ្ញុំសូមការអនុញ្ញាតយកអ្នកជាប្រពន្ធចុងភរិយាឲ្យតើព្រះអង្គសុខចិត្តទេស្ត្រីដ៏រៀបទៀបម្នាក់នេះមិនហ៊ាននិយាយទេការចង់បានចំណងជើងគឺជារឿងសំខាន់បំផុតព្រះអង្គម្ចាស់ការចែករំលែកកង្វល់របស់ព្រះអង្គគឺជាអ្វីដែលធ្វើឲ្យដំណងប្រាថ្នាទាំងអស់របស់អ្នកមីងខ្ញុំបានប្រាប់អ្នកទាំងអស់នៅអ្វីដែលកូនស្រីខ្ញុំបានឬស្ថានភាពនៅទីក្រុងឈូតូប្រទេសជប៉ុនគឺមិនស្ថិតស្ថេរព្រះមហាក្សត្រហាក់ដូចជាចាប់អារម្មណ៍នឹងចំណុចយោធារបស់ទ្រង់ពិតជាគួរឲ្យខ្លាចណាស់ហើយបានគ្រប់គ្រងពួករដ្ឋមន្ត្រីស្ត្រីរូបនោះមានការព្រួយបារម្ភថាពួកគេនឹងនេះជាការលំបាកសម្រាប់ព្រះអង្គម្ចាស់ទី5ខ្ញុំមិនទាន់មានសមត្ថភាពនោះនៅឡើយទេ